ខ្ទឹមបារាំងធ្លាប់តែយកមកឆាយកមកស្ងោរจิ้នជាមួយពងទាក៏ដូចជាដាក់ក្នុងមុខម្ហូបផ្សេងចំណែកថ្ងៃនេះយកខ្ទឹមបារាំងមកជ្រក់ញ៉ាំម្ដងហើយជ្រក់ហើយញ៉ាំជាមួយសាច់អាំងក៏បានឆាក៏បានឬក៏សម្រាប់ធ្វើជាស៊ុបជូរហ្នឹងក៏ឆ្ងាញ់មួយយ៉ាងដែរឲ្យតែមានពេលទៅណេបងប្អូននៅយីវិថាចូលចិត្តធ្វើជ្រក់ហ្នឹងទុកញ៉ាំច្រើនឬក៏សម្រាប់ចែកញាតិមិត្តបងប្អូនអញ្ចឹងណាហើយណាមួយនៅពេលយើងត្រូវការញ៉ាំគឺស្រួលមែនតើញ៉ាំទៅជាមួយបាយកកហ្នឹងក៏ឆ្ងាញ់មួយយ៉ាងដែរហើយថ្ងៃនេះបងប្អូនគឺយកខ្ទឹមបារាំងជាមួយនឹងស្ពៃបូកគោខ្ញុំមកធ្វើជ្រក់ញ៉ាំចំពោះវិធីធ្វើជ្រក់គឺនាងខ្ញុំតែងតែប្រើម្ទេសដៃនាងធំហ្នឹងយកមកស្ងោរវាដើម្បីក្លុកធ្វើជាទឹកសប្រឡាក់ធ្វើជ្រក់អញ្ចឹងបងប្អូនហើយមិនត្រឹមតែមានខ្ទឹមបារាំងទេមានទាំងការ៉ុតក៏ដូចជាមើមឆៃថាវនិងស្លឹកខ្ទឹមផងដែរហើយចំពោះមើមខ្ទឹមបារាំងរបស់យើងបន្ទាប់ពីបកលាងសម្អាតហើយយើងពុះជ្រាប7 8ចម្រៀកមកបងប្អូនទុកឲ្យរាងធំទៅងាយស្រួលក្នុងការញ៉ាំហើយវានៅស្រួយអញ្ចឹងណាចំណែកឯស្ពៃបូកគោវិញគឺយើងពុះជ្រាបវាជា4មកលាងសម្អាតជាមួយទឹកសម្រស់ទឹកហើយចាំយើងធ្វើជ្រក់អញ្ចឹងបងប្អូនម្ទេសដៃនាងបន្ទាប់ពីយើងស្រុះហើយគឺយើងទុកម្លាយសិនហើយនាងខ្ញុំមកចាប់ផ្ដើមហាន់ជាមួយនឹងស្លឹកខ្ទឹមវិញម្ដងហាន់លក្ខណៈជាកង់អញ្ចឹងមកបងប្អូនហើយចាប់ផ្ដើមធ្វើទឹកត្រីដើម្បីធ្វើជ្រក់ដោយសារតែបន្លែរាងច្រើនអញ្ចឹងគឺយើងធ្វើទឹកត្រីជ្រក់ឲ្យរាងច្រើនដែរអញ្ចឹងបងប្អូនយើងយកម្ទេសដែលបានស្រុះរួចដាក់ជាមួយនឹងខ្ទឹមឲ្យរាងច្រើនបន្តិចមកដាក់ទឹកត្រីប៊ីចេងហើយស្ករបងប្អូនដាក់ក្លុកចូលគ្នាហើយយើងដាក់ឆ្នាំងមួយទុកម្លែកក៏បន្ថែមជាមួយនឹងម្ទេសម៉ត់ហុយបងប្អូនដើម្បីឲ្យមានពណ៌ហ្នឹងកាន់តែស្អាតការធ្វើជ្រក់នេះគឺប្រហែលទៅនឹងគីមឈីដែរបងប្អូនហើយយើងដាំទឹកអំបិលប្រៃឡោមបងប្អូនមកក្តៅអ៊ុនចាំយើងដាក់ជ្រលក់ជាមួយនឹងមើមខ្ទឹមបារាំងក៏ដូចជាបន្លែផ្សេងទៀតដើម្បីឲ្យវារាងញ៉មចាំយើងប្រឡាក់ជាមួយនឹងទឹកត្រីដែលយើងបានធ្វើអញ្ចឹងចំពោះមើមខ្ទឹមបារាំងនៅពេលដែលយើងត្រាំទឹកអំបិលក្តៅអ៊ុនគឺយើងត្រាំទុកឲ្យយូរជាងបន្លែផ្សេងទៀតមកដោយសារវាមានច្រើនស្រទាប់អញ្ចឹងបងប្អូនទោះរវល់ក្នុងការធ្វើម្ហូបប្រចាំថ្ងៃច្រើនយ៉ាងណាក្តីមិនថាបង្អែមនឹងមុខម្ហូបផ្សេងឬក៏ខែនេះសម្បូររោងការក៏ដូចជាឡើងគេអាឋានអីបងប្អូនញ៉ាំច្រើនតែមានជំនួយការពិសេសគឺ Skinny នេះគឺជាគ្រាប់ធញ្ញជាតិដែលជួយសម្រកគីឡូតាមបែបធម្មជាតិនិងជួយទប់គីឡូរបស់យើងបានល្អមែនតើញ៉ាំដល់មួយថ្ងៃមួយចំណិតទេមុនពេលចូលគេអញ្ចឹងបងប្អូនដែលជាផលិតផលរបស់ក្រុមហ៊ុនចែសុខភាពសារធម្មជាតិ24ហើយ Skinny នេះផ្ទុះការគ្រប់គ្រងខ្លាំងមែនតើឥឡូវចូលស្តុកវិញហើយដែលបងប្អូនអាចរកទិញបានតាមតូបតាមផ្សារតាមអសរស្ថាននានាតាមផ្សារទំនើបនិងតាមម៉ាតគ្រប់25ខេត្តក្រុងបន្ទាប់ពីយើងក្រឡុកទឹកត្រីក៏ដូចជាថែមគ្រឿងសម្រាប់ធ្វើជ្រក់រួចហើយគឺយើងបន្ថែមជាមួយនឹងការ៉ុតក៏ដូចជាមើមឆៃថាវដែលយើងបានកោសឲ្យជាពិសេសស្លឹកខ្ទឹមដែលយើងហាន់ជាកង់ច្របល់ចូលគ្នាឲ្យសព្វមកចាំយើងយកទៅច្របល់ជាមួយនឹងមើមខ្ទឹមបារាំងក៏ដូចជាស្ពៃបូកគោដែលយើងបានត្រាំទឹកអំបិលរួចអញ្ចឹងបងប្អូនហើយចំពោះស្ពៃបូកគោគឺយើងដាក់តាមស្ទាប់វាមួយឲ្យពេញតែម្ដងអញ្ចឹងចំណែកឯខ្ទឹមបារាំងវិញគឺយើងច្របល់ធ្វើម៉េចឲ្យចូលតាមស្ទាប់វាមួយហ្នឹងឲ្យចូលជាតិគ្នាដែរបងប្អូនហើយបើសិនជាចង់ឲ្យជ្រក់នេះឆាប់ជូរបានញ៉ាំបងប្អូនអាចបន្ថែមទឹកខ្មេះបន្តិចនៅក្នុងទឹកត្រីរបស់យើងណាក៏បានដែរច្របល់ចូលគ្នាសពគ្រឿងអស់ហើយគឺយើងបែងចែកដាក់កំប៉ុងផងកដុងផងឬក៏បងប្អូនមានកឡោអីដាក់ក៏បានដែរហើយមិនត្រឹមតែបន្លែប្រមាណមុខនេះទេបងប្អូនហើយសំបីតែសណ្តែកគួរគឺអ្នកម្ដាយយកមកលាយជាមួយនឹងទឹកសោសដែលយើងសម្រាប់ជ្រក់ហ្នឹងក៏ឆ្ងាញ់មួយយ៉ាងដែរហើយទុករយៈពេលតែមួយយប់ហ្នឹងគេថាជូរជ្រះល្មមឆ្ងាញ់តែម្ដងចំពោះជ្រក់មើមខ្ទឹមបារាំងនេះញ៉ាំតែជាមួយបាយកកឆ្ងាញ់ដែរបងប្អូនហើយជាពិសេសយើងញ៉ាំជាមួយសាច់អាំងហ្នឹងកាន់តែឆ្ងាញ់ថែមទៀតមានមើមខ្ទឹមបារាំងក៏ដូចជាបន្លែប្រមាណមុខនេះបងប្អូនអាចធ្វើជ្រក់តាមរបៀបនេះញ៉ាំតែឈ្ងុយឆ្ងាញ់